គោរពជំរាបសួរពុកម៉ែបងប្អូនបាទវិលមកជួបគ្នាសារជាថ្មីជាមួយនឹង Channel សំណាង Cooking បាទថ្ងៃនេះមានមុខម្ហូបមួយមកចែកម្លែកតាក់ទងជាមួយនឹងការរៀនធ្វើឆាឡុកឡាក់សាច់គោដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់បាទហើយគ្រឿងផ្សំរបស់យើងថ្ងៃនេះគឺមានសាច់គោហើយនិងបន្លែមានដូចជាប៉េងប៉ោះខ្ទឹមបារាំងនិងសាឡាត់ស្រួយបាទហើយទឹកជ្រលក់របស់វាគឺយើងធ្វើទឹកអំបិលម្រេចក្រូចឆ្មាបាទយើងរៀបបន្លែទាំងអស់នេះដាក់ចានទៅដើម្បីយើងឆាសាច់គោចាក់ពីលើបន្លែដែលយើងរៀបហ្នឹងមុខម្ហូបមួយមុខនេះគឺថាងាយណាស់ពុកម៉ែបងប្អូនបាទមើលវីដេអូនេះហើយអាចសាកធ្វើញ៉ាំបានបាទឥឡូវយើងចាប់ផ្ដើមហាន់សាច់គោជាបន្ទះស្ដើងចឹងមកបាទហើយយើងប្រឡាក់ជាមួយនឹងម្សៅស៊ុបខ្នុរប៊ីចេងបន្តិចស្ករសបន្តិចនិងប្រេងខ្យងហើយបើមានទឹកប៉េងប៉ោះគឺយើងត្រូវប្រើទឹកប៉េងប៉ោះមួយស្លាបព្រាបាយទៀតទៅបាទឥឡូវយើងចាប់ផ្ដើមដាក់ប៊ឺចូលហើយនឹងខ្ទឹមចិញ្ច្រាំអីហ្នឹងបាទយើងឆាវាឈ្ងុយតិចមកយើងចាក់សាច់គោដែលយើងប្រឡាក់ជាមួយនឹងគ្រឿងផ្សំអីហ្នឹងចូលបាទឆាវា2-3ត្រឡប់ទៅបាទអានេះយើងមិនត្រូវឆាវាឲ្យឆ្អិនពេកទេសាច់គោកាលណាដែលយើងឆាឆ្អិនពេកសាច់នឹងវាទៅជារឹងបាទញ៉ាំទៅក៏អត់សូវមានជាតិដែរបាទអញ្ចឹងយើងឆាវាល្មមទៅហើយជាចុងក្រោយគឺយើងបន្ថែមជាមួយនឹងម្រេចម៉ដ្ឋបន្តិចទៅបាទហើយនឹងស្លឹកខ្ទឹមរួចជាការស្រេចពុកម៉ែបងប្អូនបាទងាយមែនតែនឥឡូវយើងចាប់ដើមចាក់ដាក់ចានដែលយើងរៀបបន្លែមានខ្ទឹមបារាំងសាឡាត់ស្រួយនិងប៉េងប៉ោះបាទឥឡូវរួចរាល់ហើយពុកម៉ែបងប្អូនបាទមើលទៅទំនងទេពុកម៉ែបងប្អូនបាទមុខម្ហូបមួយមុខនេះគឺថាងាយធ្វើមែនតែនពុកម៉ែបងប្អូនបាទហើយក៏ចំណាយលុយតិចបាទថ្ងៃនេះគឺខ្ញុំចំណាយអស់តែ 14,000 រៀលទេបាទបានមុខម្ហូបមួយចាននេះបាទខ្ញុំទិញសាច់គោអស់ 10,000 សាឡាត់ស្រួយហើយនិងខ្ទឹមបារាំង 10000 ហ្នឹងគឺអស់ 2,000 បាទហើយគេថែមស្លឹកខ្ទឹមឲ្យហើយខ្ញុំទិញប៉េងប៉ោះទុំ3-4-5 ផ្លែទៀតគឺអស់ 2,000 ទៀតបាទអញ្ចឹងអស់ 15,000 វីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេអរគុណពុកម៉ែបងប្អូនដែលទស្សនាវីដេអូពីដើមរហូតដល់ចប់បាទហើយបាទគិតថាវីដេអូនេះមានប្រយោជន៍បាទជួយចែកម្លែកបន្តផងបាទអរគុណជួបគ្នានៅវីដេអូក្រោយៗទៀតបាទ